Alo,ជំរាបសួរប្រិមិត្តក៏ដូចស្វាគមន៍មកកាន់វីដេអូថ្មីមួយកាលវីដេអូមុនយើងបានបញ្ចប់រួចរាល់ហើយនៅក្នុងការបង្ហាញពីរបៀបនៃការបង្កើត user window login ក៏ដូចជារបៀបនៃការ promote user មួយឲ្យក្លាយទៅជា admin ឲ្យចូលក្លាយជាលក្ខណៈថា user ធម្មតាទៅចឹងថ្ងៃនេះជាវីដេអូមួយបន្តយើងនឹងធ្វើការបង្ហាញអំពីរបៀបនៃការទី1ដូរឈ្មោះកុំព្យូទ័រឬក៏ដូរឈ្មោះ device របស់យើងហ្នឹងហើយនឹងទី2តាក់ទងជាមួយនឹងការ set up នៅ IP address អូខេឥឡូវវិធីនៅក្នុងការបង្កើតឬក៏ការហៅថាដូរឈ្មោះហ្នឹងវាមានវិធីថ្មីទៅតាម Windows 11តាមក៏ពិត Windows 7 Windows 10ហ្នឹងវាមានការខុសប្លែកគ្នាបន្តិចតួចទេឥឡូវយើងអាចចូលមកបានហើយដំបូងឡើយយើងអាចចូល Explorer ទៅហើយយើងរើសយក Disk Computer យើងអាច right click លើ Disk Computer ទៅហើយយើង select យកshow more option ដើម្បីជ្រើសរើសយក property នៅពេលដែលយើង select យក property system វានឹងបង្ហាញយើងទៅលើ Windows Setup អញ្ចឹង Windows Setup យើង automatic វាចុចទៅលើ system អញ្ចឹងជាកន្លែង system នឹងហើយជាកន្លែងមួយដែលយើងអនុញ្ញាតឲ្យយើងដូរឈ្មោះរបស់ device ឬ computer ហ្នឹងឥឡូវគាត់ខ្ញុំចុចលើ system វាចាប់ផ្ដើមបង្ហាញព័ត៌មានតាក់ទងជាមួយនឹង computer ហ្នឹងអញ្ចឹងយើងមិនចាំបាច់មើលព័ត៌មានផ្សេងៗទេយើងមើលទៅលើ device ឬក៏ computer ហ្នឹងអញ្ចឹង computer នេះមានឈ្មោះថា Dell តាក់ទងនេះគឺជាព័ត៌មានតាក់ទងជាមួយនឹងគេហៅថា hardware របស់វាទេប៉ុន្តែនេះខ្ញុំប្រើតាម VMware អញ្ចឹងហើយវានឹងចេញ VMware អញ្ចឹងយើងអាច click កន្លែងនេះគេហៅថា rename អញ្ចឹងយើងអាច click ទៅអញ្ចឹងយើងអាចដូរទៅពី Dell ទៅជាឈ្មោះអីផ្សេងអញ្ចឹងទៅឥឡូវខ្ញុំឧទាហរណ៍ដូចជាខ្ញុំដូរទៅជា Dell PC ចុះដើម្បីកុំឲ្យវាមានភាពខុសគ្នាបន្តិចអញ្ចឹងខ្ញុំដាក់ថា PC ពីមុខមក PC ដក clear មកយើងដាក់ថា Dell អញ្ចឹងឈ្មោះចាស់របស់វាគឺគ្រាន់តែជា Dell ទេឥឡូវនេះខ្ញុំបន្ថែមឈ្មោះថ្មីពីមុខមួយទៀតគឺ PC ដកមកដាក់ Dell អញ្ចឹងយើងអាចចុច next អញ្ចឹងដល់ពេលណាដែលយើងដូរ computer ឬក៏ device លោកអ្នកទៅចង់ចាំថាវានឹងទាមទារឲ្យយើង restart អូខេឥឡូវនេះខ្ញុំ restart នៅពេលក្រោយណាអញ្ចឹងឈ្មោះនៅដដែលទេអត់តន់ដូរទេអញ្ចឹងវិធីសាស្ត្រមួយទៀតយើងអាចចូលមួយទៀតគេហៅថាចូល setting ផ្ទាល់ហ្មងគឺយើងចូលតាម window icon នេះមក start មកហើយយើងអាចថាវាយពាក្យថា setting វានឹងបង្ហាញនៅកន្លែងនេះឬក៏បាយទី2យើងចុចលើកន្លែង start យើងចុចលើកន្លែង setting អញ្ចឹងវានឹងបង្ហាញមកដូចផ្ទាំងដែលយើងបានធ្វើអញ្ចឹងហើយយើង click ទៅលើ system ទៅវានឹងអនុញ្ញាតឲ្យយើងចុចលើ rename នឹងការដូរឥឡូវនេះខ្ញុំដូរបានហើយគឺឈ្មោះថា PC Dell អញ្ចឹងក្នុងការដូរឈ្មោះ computer ឬក៏ hard device ហ្នឹងគឺតាមវិធីនឹងឯងអានេះខ្ញុំសូទៅលើ Windows 11ប៉ុន្តែ Windows 10 Windows 11ដូចគ្នាទេនៅក្នុង setting លើកលែងតែ Windows ដែលសេរីចាស់ៗយ៉ាងហ្នឹងដែលវាចេញរូបរាងមក interface មកខុសគ្នាណាអូខេចំណុចបន្តទៀតយើងនឹងបង្ហាញខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹងការ set up IP address អញ្ចឹងការ set up IP address វាមាន2តាមក៏ប៉ុន្តែវាតែមួយទេក៏ប៉ុន្តែគាត់ថារបៀបនៃការចូលនោះវាមាន2ផ្លូវអញ្ចឹងផ្លូវទី1គឺយើងគ្រាន់តែយកម៉ៅចុចទៅលើកន្លែងនេះរូបកន្លែងគេហៅថារូប network ចុចលើរូបវាទៅវានឹងបង្ហាញអញ្ចឹងតាក់ទងជាមួយនឹងការ share ឬការផ្សេងៗប៉ុន្តែយើងគ្រាន់តែ right click វាចុចម៉ៅស្ដាំ right click ហើយយើងរើសយក internet network and internet setting យើង click លើវាទៅវានឹងចូលនៅបង្ហាញផ្ទាំង setting អញ្ចឹងដើម្បីចូល set IP address យើង select យក Ethernet បើសិននៅកន្លែងនេះវា computer នេះដោយសារតែ computer នេះវាមានតែ internet ទេបើសិនតែ computer ខ្លះវាមាន laptop វាមាន internet ហើយជាមួយនឹង Wi-Fi អញ្ចឹងលោកអ្នកគាត់អាច select មួយណាមួយទៅអញ្ចឹងកន្លែងនេះយើង select ទៅលើយើងគោលបំណងយើង set up IP address ទៅលើ Ethernet អញ្ចឹងខ្ញុំអាច select លើវាចូលទៅហ
ហើយវាជាប្រភេទ public រួចជាស្រេចយើងចុចម៉ៅខាងក្រោមទៀតអញ្ចឹងដោយសារតែ PC នេះគឺយើងបានសិតជាលេខប្រភេទជា auto ឬក៏ហៅថា DHCP អញ្ចឹងដើម្បីសិតទៅជា IP address យើងដូរពី DHCP ទៅ manual អូខេខ្ញុំចុច edit ខ្ញុំជ្រើសរើសយក manual អញ្ចឹងវានឹងបង្ហាញឲ្យយើងជ្រើសរើសតើយើងយកIP version 4 ឬក៏ IP version 6 ប៉ុន្តែ version 6 ហ្នឹងយើងសម័យឥឡូវនេះយើងអត់ទាន់មានប្រើទូលំទូលាយទេអញ្ចឹងយើងរាល់ថ្ងៃនេះយើងភាគច្រើនប្រើតែ version 4ទេអញ្ចឹងយើង select យក version 4 enable វាទៅហើយជាកន្លែងនេះហើយជាកន្លែងដែលអនុញ្ញាតឲ្យយើងដាក់ IP address អញ្ចឹងទី1 IP address ទី2 subnet mask ទី3 gateway ទី4 DNS គេហៅមួយទៀតគឺ DNS ទី2ណាអូខេឥឡូវយើងសាកតឡើង IP address យើងគ្រាន់តែវាយមកឧទាហរណ៍ថា 192.168.10.10 អូចុចthisអូខេអញ្ចឹងកន្លែងនេះ subnet mask អញ្ចឹង subnet mask អាហ្នឹងស៊ីសងទៅលើយើងតែយើងយក slash ប្រមាណឥឡូវនេះខ្ញុំគាត់ថាឧទាហរណ៍ជា slash 24ទេអញ្ចឹង slash 24វា subnet mask វាគឺ 255.255.255.0 អូខេនេះជាការឧទាហរណ៍ទេជាធម្មតាវា subnet mask មានការប្រែប្រួលស៊ីសងទៅលើខាងយើងចង់បែងចែក IP address ចំនួនជាក់ស្ដែងទេអញ្ចឹងខ្ញុំគ្រាន់តែឧទាហរណ៍ជាប្រភេទ slash 24វាអញ្ចឹង slash 24គឺ subnet mask វាគឺ 255.255.255.0 អញ្ចឹងណាតែទៅនឹង gateway គឺជាច្រកដែលអនុញ្ញាតឲ្យ PC នេះឥឡូវខ្ញុំឧទាហរណ៍ថាកន្លែងនេះច្រកដើម្បីឡើងអ៊ីនធឺណិតអញ្ចឹងគឺជាច្រកដើម្បីឲ្យឡើងអ៊ីនធឺណិតអញ្ចឹងកន្លែងនេះបើសិនជាយើងមិនដាក់ gateway ទេយើងរំលងវាចោលហើយយើងចុច O save ទៅគឺអាចបានដូចគ្នាក៏ប៉ុន្តែគ្រាន់តែត្រង់ថា device ហ្នឹងគឺមិនអាចឡើងអ៊ីនធឺណិតបានទេ device ហ្នឹងអាចគ្រាន់តែ connect local network ពី PC មួយទៅ PC មួយទៀតចុះអញ្ចឹងឥឡូវខ្ញុំសាកល្បងឧទាហរណ៍មួយមកខ្ញុំដាក់ថា192.168.10.1 អញ្ចឹងតើតើនឹង gateway នេះគឺជា IP address ដែលយើងបានមកពី router បើសិនជា router ហ្នឹងគេសិតជា IP address លេខ1អញ្ចឹងយើងកន្លែងហ្នឹងយើងដាក់លេខ1តែបើគេសិត254អញ្ចឹងកន្លែងហ្នឹងក៏យើងត្រូវដាក់254ដូចគេដែរអញ្ចឹងបើសិនជាគេដាក់លេខប្រមាណយើងអត់ដឹងទេដឹងតែយើងយកលេខហ្នឹងមកដាក់ឲ្យដូចហើយតើទៅនឹង IP address ជាមួយនឹង gateway នេះដាច់ខាតត្រូវតែ network ID ដូចគ្នាมันអាចខុសគ្នាបានទេអញ្ចឹងគ្រាន់តែខុសតែ IP address នៅកន្ទុយនេះទេ IP address ដូចខ្ញុំបានបញ្ជាក់ហើយភាគច្រើនជា standard ភាគច្រើនគឺគេតែងតែដាក់លេខ IP ដើមគេហើយនឹងចុងគេអញ្ចឹងវាអាចថាជាលេខ1ឬក៏254អីចឹងទៅតែភាគច្រើនគឺលេខ1បាទ default ភាគច្រើនហ្មងអូខេអញ្ចឹងយើងដាក់ទៅណាហើយ DNS បើសិនជាយើងដាក់ DNS ពីខាង ISP ខាង internet ក៏បានឬមួយក៏យើងដាក់ DNS របស់ Google ក៏បានឥឡូវខ្ញុំឧទាហរណ៍ជា DNS របស់ Google គឺ 8.8.8.8 សរុបទៅ4ដងមួយទៀត DNS ទី2បើសិនក្នុងករណី DNS ទី1អត់ដំណើរការអញ្ចឹងយើងនៅមាន spare DNS ទី2ដើម្បីអាចឲ្យដំណើរការបានអញ្ចឹងខ្ញុំដាក់ដដែលទេគឺ DNS default របស់ Google យើង 8.8.4.4 អញ្ចឹងនេះគឺជា standard មួយរបស់ Google ទេណាជាធម្មតាបើយើងដាក់បើសិនជា ISP កន្លែងណាគេឲ្យយើងដាក់ទៅណាបើគេមិនឲ្យទេយើងដាក់តាមនឹងទៅហើយយើងចុចយកពាក្យថា save អញ្ចឹងពេលយើងចុច save វាជាការស្រេច
ចឹងមានន័យថា IP របស់យើងគឺបានតម្លើងរួចរាល់ហើយយើងអាចមើលឃើញថាIP address យើង assign វាជាលក្ខណៈ manual បញ្ចូលដោយដៃបញ្ចូលដោយ manual វាជា version 4 IP version 4ដែលមាន IP address លេខ10អញ្ចឹងអាមុខនេះគេហៅថា network ID ចំណែកឯខាងកន្ទុយនេះគេហៅថា IP address អូខេ subnet mask /24 ចំណែក gateway គឺយកលេខ1 DNS ដូចខ្ញុំបានបញ្ជាក់គឺជា DNS របស់ default មកពី Google ទី1និងទី2ដូចគ្នាអូខេឥឡូវនេះយើងបានបញ្ចប់ក្នុងការ set up IP address តាមមធ្យោបាយទី1ចឹងយើងចូលតាមមធ្យោបាយមួយទៀតអញ្ចឹងខ្ញុំសូមបិទនេះសិនវិធីមួយទៀតយើងចូល search យកពាក្យថា control panel អញ្ចឹងយើងចូលតាម control panel យើង select យក control panel មកបន្ទាប់មកយើង select យករៀង small icon តិចទៅយើងស្វែងរកពាក្យថា network and sharing អញ្ចឹងយើង select យក network and sharing ទៅបន្ទាប់មកយើងនឹងឃើញinternet លេខ1តែបើយើងចង់ដឹងថាតើនៅក្នុងនឹងមាន internet មានប្រមាណកាតប្រមាណ port ខ្លះយើងលើមើល chain adapter setup អញ្ចឹងអ្នកនរគ្នានឹងមើលឃើញដោយសារនេះមានតែមួយទេអញ្ចឹងកន្លែងនេះបើសិនជាមាន2 3 4វានឹងបង្ហាញអញ្ចឹងអានេះបង្ហាញតែ Ethernet zone នេះទេបើកន្លែងខ្លះគឺវាមាន wireless card នៅកន្លែងនឹងជាពិសេសគឺប្រភេទ laptop លោកអ្នកទៅចាំថាតើយើងចង់ដាក់ IP set IP address នៅលើ Ethernet ឬក៏យើងប្រើទៅលើ wireless card អញ្ចឹងឥឡូវនេះយើងឃើញតែមួយទេអញ្ចឹងខ្ញុំនឹងធ្វើបង្ហាញអញ្ចឹងកន្លែងនេះយើងអាច double click ហើយយើងយក property ហើយយើងជ្រើសរើសយើង double click ក៏បានយើង click វាហើយយើងចុច property នៅលើ internet protocol version 4ណាដូចអាមុនអញ្ចឹងគេសេសកាត់ថា IPv4 ណាអញ្ចឹងយើង select មកយក property អញ្ចឹងនៅក្នុងនេះយើងឃើញដោយសារយើងបាន assign នៅកន្លែងហ្នឹងអញ្ចឹងកន្លែងនេះយើងអាចលុបវាចោលអូខេទៅdouble click ម្ដងទៀតយើង double click មកចុចនេះក៏បានទៀតយើង select យកuse IP address អញ្ចឹងយើងអាចវាយវានៅកន្លែងហ្នឹងទៅខ្ញុំឧទាហរណ៍ដូចមុនយើងអត់ខុសទេ 192.168.1 20យើងទៅអញ្ចឹង network ID គឺ 192.168.1 ណា IP address គឺលេខ20តើតើ subnet mask ដូចគ្នាគឺយើងយកស្លាស់តែ24ទេគឺ 255.255.255.0 ណាតើតើ gateway ដូចខ្ញុំបានបញ្ជាក់បើសិនជាអត់ត្រូវការឲ្យ PC នេះឡើងកុំព្យូទ័រឬក៏យើងប្រើវាធ្វើគោលបំណងអ្វីមួយទេអញ្ចឹងយើងមិនបាច់ដាក់ gateway ទេយើងគ្រាន់តែចុច OK ទៅគឺវាទៅហើយក៏ប៉ុន្តែកុំព្យូទ័រហ្នឹងវាប្រើបានតែ local network ទេវាមិនអាចឡើង internet ទេឥឡូវយើងឧទាហរណ៍ឡើង network អញ្ចឹងយើងដាក់ អូខេជួនកាលគេដាក់លេខ253អញ្ចឹងទៅឬក៏250ឧទាហរណ៍អញ្ចឹងទៅណាអញ្ចឹងចង់បញ្ជាក់ថា IP address អញ្ចឹងយើងត្រូវតែដាក់ឲ្យដូចជាមួយនឹង default gateway ត្រង់ថា IP network ID អញ្ចឹង network ID ដាច់ខាតត្រូវតែដូចគ្នាបើខុសគ្នាគឺ system មិនអនុញ្ញាតទេមានន័យថាយើងមិនអាច set វាបានទេអញ្ចឹងដាច់ខាតត្រូវដូចគ្នាអញ្ចឹងកន្លែងនេះដូចគ្នាខ្ញុំចង់បញ្ជាក់ម្ដងទៀតអញ្ចឹងយើងអាចដាក់របស់ Google ឬក៏មកពី internet ISP ដែលគេឲ្យអញ្ចឹងណាពេលដែលយើងទិញគេយកសេវាកម្មមកប្រើប្រាស់គេនឹងឲ្យយើងតែបើអត់ទេយើងដាក់ទៅ8និង8អូខេ8ទៀត4និង4ហើយអ្វីចាំបាច់ដាក់2កន្លែងនេះដូចខ្ញុំបានបញ្ជាក់មុនអញ្ចឹងបើសិនជា DNS ទី1វាអត់ដំណើរការទេអញ្ចឹងយោងនៅទី2អញ្ចឹងមានន័យថាវា backup អូខេអញ្ចឹងខ្ញុំ click អូខេអញ្ចឹងឥឡូវយើងបាន set up បានហើយណាតើតើនឹង IP address អញ្ចឹងមួយទៀតត្រឡប់មកវិញបើសិនជាយើងចង់ដូរពី
ការ set up IP address ជា manual មក DHCP អញ្ចឹងផ្លូវដូចគ្នាដដែលទេគឺយើងចូល internet ហ្នឹងមកចូលដល់កន្លែងnetwork នេះទៅយើងគាត់ double click វាទៅ IPv4 double click លើវាទៅហើយយើង select យកកន្លែង obtain an IP address automatic អញ្ចឹងយើង click auto យើង click auto ទៅយើង click OK ទៅអូខេអញ្ចឹងមានន័យថាម៉េចមានន័យថាយើង set up វាជាប្រភេទ auto ឬក៏ហៅមួយទៀតបច្ចេកទេសហៅ DHCP អូខេអញ្ចឹងការដែលយើងចូលទៅដើម្បី set up IP address គឺមាន2មធ្យោបាយហ្នឹងឯងមធ្យោបាយទី1តាម setting គឺជាមធ្យោបាយដែលជាមកតាម Windows 10 Windows 11 feature ចំណែកឯយើងចូលតាម control panel គឺ Windows ចាស់ៗក៏មានដែរណាចូលតាមផ្លូវនឹងតែមួយទេដូចគ្នាណាអូខេវិធីមួយទៀតបើសិនជាយើងចង់ដឹងថាតើ IP address យើងនឹងលេខប៉ុន្មានអញ្ចឹងវិធីអាចមាន2ទៅ3ផ្លូវទី1យើងប្រើចូលតាម Windows interface ដូចបានបញ្ជាក់អញ្ចឹងយើង right click មកចូល network មកយើង select យក network នឹងមកវានឹងបង្ហាញលម្អិត scroll ចុះក្រោមវានឹងបង្ហាញលម្អិតថា IP address យើងលេខប្រមាណឥឡូវយើងមើលឃើញហើយ IP នេះទី1ទី2មួយទៀតយើងអាចចូលតាម control panel ដូចគ្នាអូខេយើងរើសយកពាក្យថា network and sharing center យើងចូល direct ក៏បានយើងចូលតាមកន្លែង chain adapter ក៏បានអញ្ចឹងខ្ញុំបកតាមផ្លូវនេះចុះឲ្យបានពីផ្លូវចុះណាចូលអានេះមកបន្ទាប់មកយើងរកពាក្យថា detail យើង select detail ទៅវានឹងបង្ហាញ IP address ដូចគ្នាអញ្ចឹងយើងអាចចូលមើលកន្លែងនេះបានដូចគ្នាវិធីទី3យើងចង់ដឹងថា IP address យើងលេខប្រមាណយើងលេខចូលតាម Windows interface ហើយយើងចូលតាម command prompt អញ្ចឹងយើងគាត់ថា select កន្លែង search មកយើងវាយ command prompt កន្លែងនេះក៏បានឬក៏យើងវាយ direct មកបើសិនវាអត់ចេញទេយើងវាយតែ CMD អញ្ចឹងគេហៅថា command prompt អញ្ចឹងយើង select វាមកបន្ទាប់មកយើងវាយ comment វាជាប្រភេទមួយឈ្មោះថា IP config អញ្ចឹងយើងគាត់ទៅវាយបន្ទាប់មកយើង enter វាទៅវានឹងក៏បង្ហាញថានេះ IP address របស់ computer ណាអញ្ចឹង 192.168.211.130 subnet mask ហើយជាមួយនឹង gateway default gateway មួយទៀតបើយើងចង់ឲ្យវាចេញច្រើនជាងនឹងឲ្យឃើញច្រើនជាងនឹងយើងអាចថាវាយដដែលទៅ IP config ដក clear មកយើងវាយ backslash ហើយវាយពាក្យថា all យើង enter អញ្ចឹងនៅពេលហ្នឹងវានឹងបង្ហាញយើងតមកនេះ IP address 192.168.211.130 អញ្ចឹង MAC address default gateway DHCP server នេះវាបង្ហាញដល់ DHCP server ទៀតហើយព័ត៌មានផ្សេងតទៀតតទៅជាមួយនឹង DNS ផ្សេងអញ្ចឹងកន្លែងនេះយើងមានតែប៉ុណ្្នឹងទេហើយចូលដល់ comment នេះហើយខ្ញុំបង្ហាញ comment 2ថែមទៀតដែលតទៅជាមួយនឹងអានឹងហៅ troubleshooting បើសិននៅក្នុងករណីមួយយើងដូរ IP address ស្រាប់តែ network card យើងវាកាំងដោយប្រការណាមួយដែលវាមិនដំណើរការឬក៏យើងចង់ refresh វាក៏បានដែរអញ្ចឹងយើងអាចប្រើវិធី comment មួយទៀតគេហៅថា comment IP config ដដែល start.config អញ្ចឹងយើងដក clear មកយើង backspace ដដែលយើងដាក់ថា renew ស្មើនឹងឲ្យបោះ IP address ដើមឲ្យ network card នឹងចាប់យក IP address ដើមអញ្ចឹងពេលដែលយើងចុចទៅវានឹងប្រកាសជាចាប់យកដោយសារតែនេះវាអត់មានបញ្ហាទេអញ្ចឹងវាចាប់យកលេខដដែលណាហើយមួយទៀតយើងអាចប្រើមួយទៀតបានគឺ IP config config ដដែលហ្នឹងដក clear មក backslash មកយើងយកពាក្យថា release ហ្នឹងមានន័យថាបើសិនជាក្នុងករណីមួយថាយើង enable វា network card វា ethernet card វាជា automatic ឬក៏ DHCP ប៉ុន្តែពេលដែលយើង enable ហើយវាចាប់ IP address អត់បានទេវាអាចថាកាំងឬក៏វានៅតែចាប់យក IP address ចាស់អញ្ចឹងយើងអាចប្រើ command release ដើម្បីឲ្យវាដោះលែងអានឹងហៅដោះលែងវាសិនហើយបន្ទាប់មកយើងអាចថាវាយ command renew តាមក្រោយក៏បានដែរ
បើសិនជាមួយណាមានប្រសិទ្ធភាពមុនយើងយកធ្វើទៅចឹងយើងប្រើ command release ចឹងយើងចុច enter វាទៅវានឹងមានន័យថាវានឹងចាប់ដើមឲ្យ release នៅ IP address ថ្មីសាដើមហើយបន្ទាប់មកយើងអាចវាយ renewal ដើម្បីចាប់យក IP address ថ្មីមកវិញណាចឹងអានេះវាជា command 2ចុងក្រោយនេះវាជា network troubleshooting បើសិននៅក្នុងប្រការណាមួយដែលវាកាត់ឡើងអូខេវីដេអូនេះទៅបានបញ្ចប់ហើយសង្ឃឹមថាប្រិយមិត្តនឹងតាមដាននៅវីដេអូបន្តទៀតហើយយើងនឹងព្យាយាមស្វែងរកគន្លឹះខ្លីៗឬក៏គេហៅថាបច្ចេកទេសខ្លីៗដើម្បីធ្វើការបង្ហាញតាក់ទងជាមួយនឹង Windows តាក់ទងនឹងការ set up ឬក៏តម្លើងនៅលើ Windows អរគុណច្រើនហើយសង្ឃឹមថានឹងតាមដាននៅវីដេអូបន្តទៀតអរគុណបាយបាយ